បាទជំរាបសួរអ្នកនរជួបគ្នាជាមួយនៅវីដេអូថ្មីថ្ងៃនេះប៉ុណ្ណាខ្ញុំចង់បង្ហាញទៅជាមួយនឹង product មួយដែលពីមុនខ្ញុំបានធ្វើវីដេអូហើយគឺយើង test ល្បឿនផ្ទាល់ជាមួយនឹងកម្មវិធី Speed Test របស់ក្រុមហ៊ុន Blackmagic ហើយថ្ងៃនេះយើងនឹងធ្វើការ test ផ្ទាល់ជាមួយនឹងកាមេរ៉ាម្ដងអញ្ចឹងដោយអ្នកនរគ្នាឃើញនេះគឺ USB flash drive នេះគឺវាមានរាងតូចមែនតើអ្នកនរគ្នាថ្ងៃនេះយើងនឹងធ្វើការ test ជាមួយនឹងកាមេរ៉ាមួយដែលវាមាន model ថា PC6K អញ្ចឹងប្រភេទកាមេរ៉ានេះវាអាចថតបានរហូតដល់ 6K គេហៅថា Open Gate អញ្ចឹងគឺងាយស្រួលក្នុងការយើងយកទៅថតជា short film ឬក៏ផលិតជា video commercial អីជាដើមអញ្ចឹងនៅពេលដែលយើងថតជាមួយនឹង scale Open Gate គឺវា benefit ច្រើនអ្នកនរគ្នាមានន័យថាយើងអាចយកមក crop តម្រូវជាមួយនឹងគេហៅថា vertical mode នៅក្នុង social media អីហ្នឹងគឺអែមតែម្ដងអូខេឥឡូវយើង test ជាក់ស្ដែងជាមួយនឹង product នេះថាវា work out ជាមួយនឹង P6 ឥឡូវខ្ញុំមានជាមួយនឹង Ronin OS2 មួយអញ្ចឹង Ronin OS2 នេះគឺយើងអាចប្រើជាមួយនឹង PC ដោយអ្នកនៅឃើញនេះគឺខ្ញុំចាប់ជាមួយនឹង PC ផ្ទាល់ហ្មងហើយយើងមាន Raven Eye យើងមាន Theta Follow Focus អញ្ចឹងទៅអូខេឥឡូវតើតើជាមួយនឹង battery ខ្ញុំមាន battery ទូចនេះមួយជាប្រភេទ V mount យើងងាយស្រួលក្នុងការប្រើណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំ lock នេះមួយកុំឲ្យវាធ្វើអូខេអញ្ចឹងនៅផ្នែកខាងនេះយើងមាន arm មួយទៀតយើងអាចគេហៅថាងាយស្រួលក្នុងការចាប់ជាមួយនឹង monitor អីជាដើមអញ្ចឹងណាងាយស្រួលយើង operate ហើយយើងមើលព្រោះដោយសារអីកាមេរ៉ា PC នេះវាមាន screen នេះ screen នេះវានៅជាហៀងចេះហ្នឹងហើយអញ្ចឹងវាពិបាកមើលមែនតើអញ្ចឹងតម្រូវយើងមានជា external monitor មួយទៀតទៅវាងាយស្រួលក្នុងការយើង operate អូខេតោះឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ boot app តែម្ដងខ្ញុំធ្វើការ boot app អូខេឥឡូវយើងមាននេះហើយអញ្ចឹងឥឡូវយើងបើកចេញហើយអញ្ចឹងscreen វាឆ្ងាយពេកខ្ញុំវាពិបាកនេះតិចដោតតោះឥឡូវខ្ញុំសុំដោះនេះចេញសិនUSB flash drive នេះអញ្ចឹងយើងធ្វើការដោតនៅផ្ទៃខាងក្រោយនេះមកអូខេឥឡូវវាចេញហើយអូខេអ្នកនេះឥឡូវយើងធ្វើការ connect ជាមួយនឹង USB flash drive ហើយអញ្ចឹងដូចអ្នកនេះឃើញនេះគឺខ្ញុំដោតនៅផ្ទៃខាងក្រោយនេះណាអញ្ចឹងយើងដោតនៅផ្ទៃខាងក្រោយហ្នឹងមកអញ្ចឹងឥឡូវវាស្គាល់ហើយឃើញទេវាដាក់ A003 អញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំធ្វើការ setting របស់វាគឺយើងខ្ញុំ test ដំបូងគឺ 4K សិន 4K 16:9 ហើយយក compression 12:1អញ្ចឹងណាហ្នឹងហើយអញ្ចឹងតើតមួយ constant bitrate អញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវយើងធ្វើការ record test ជាក់ស្ដែងថាវា work បែបមិនដែរអញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការ test ហើយ record ជាមួយនឹងកម្រិត frame rate យើងយក30 frame នេះគឺ 4K UHD អ្នកនរអញ្ចឹងនេះគឺចំនួននាទីដែលយើង record អូខេឥឡូវយើងចង់ដឹង test មើលថាវាបែបមិនដែរអញ្ចឹងណាហ្នឹងហើយអានេះខ្ញុំ test ឥឡូវយើងសាក1នាទីចុះហើយអញ្ចឹងជាក់ស្ដែងសម្រាប់ការ recording នេះដែរគឺខ្ញុំគ្រាន់តែចង់បង្ហាញថាតើ USB flash drive នេះវា work on អញ្ចឹងណាហ្នឹងហើយប៉ុន្តែបើសិនជាការងារមែនតើខ្ញុំមិន recommend ឲ្យទេព្រោះដោយសារអានេះវាអត់មាន certify ពីក្រុមហ៊ុន Blackmagic អញ្ចឹងអ្នកនរគ្នាអាចទៅមើលគេហៅថា device ដែលវា support ណាជាមួយនឹងកាមេរ៉ា model នេះគឺនៅក្នុង website របស់ក្រុមហ៊ុន Blackmagic គឺយើងមាន detail បញ្ជាក់ច្បាស់តែម្ដងអញ្ចឹងជៀសវាងហានិភ័យពេលដែល record ទៅវា loss ឬក៏ footage ឬក៏ corrupt អីអាហ្នឹងគឺគឺយើងទាមទារឲ្យប្រើទៅតាម standard ដែលគេ recommend នៅក្នុង website ទៅគឺវា better ជាងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមិនណែនាំឲ្យអ្នកគ្នាទិញជាមួយនឹងផលិតផលនេះដើម្បីយកមក record ជាមួយនឹងកាមេរ៉ាទេប៉ុន្តែគាត់តែចង់បង្ហាញថាតើវា work ជាមួយនឹងកាមេរ៉ាអត់តែប៉ុណ្្នឹងឯងហើយជាក់ស្ដែងសម្រាប់ USB flash drive ទូចនេះគឺខ្ញុំយកមកក្នុងគោលបំណងទិញមកដើម្បីយកមក test ទីមួយការប្រើប្រាស់ការ transfer file ដែលយើង download direct ជាមួយនឹងគេហៅថា iPhone ណាហ្នឹងហើយអញ្ចឹងជាមួយនឹង iPhone ហ្នឹងដោយសារ iPhone 15 Pro Max វាមាន USB Type C អញ្ចឹងយើងអាចធ្វើការផ្ទេរឯកសារឬក៏អីអញ្ចឹងវាងាយស្រួលដល់យើងបាក់ AirDrop អីអញ្ចឹងណាអញ្ចឹងយើងអាច download direct ជាមួយនឹងទូរស័ព្ទទៅយើងអាច
backup video ឬ copy photo អញ្ចឹងទៅអូខេប៉ុន្តែអ្វីដែលប្លែកនោះគឺខ្ញុំចង់បង្ហាញដល់អ្នកថាតើអាទូចហ្នឹងវា work ជាមួយនឹងកាមេរ៉ាដែលខ្ញុំកំពុងតែ record នេះអត់ណាឥឡូវគឺយើងដោតទៅវាស្គាល់ហើយខ្ញុំធ្វើការ test record ទៀតជាមួយនឹង camera resolution 4K ហើយនៅក្នុង constant bitrate យើងយក12.1ហើយ frame rate យើងយក30 frame per second អូខេអញ្ចឹងឥឡូវយើង record បាន2នាទីជាងហើយអ្នកនរគ្នាគឺវា work fine អញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដែរគឺខ្ញុំមិន recommend ទេសម្រាប់ USB flash drive នេះយើងយកមក record ជាមួយនឹងកាមេរ៉ា Blackmagic P6 អូខេប៉ុន្តែអានេះខ្ញុំគ្រាន់តែចង់ធ្វើការ test ជាក់ស្ដែងឲ្យអ្នកឃើញអូខេតោះឥឡូវវា2នាទីជាងហើយខ្ញុំ test ជាមួយនឹងគេហៅថា compression malware ទៀតចាយើងចាប់ទុកថាវាអូខេណាព្រោះ record ចូលចង់3នាទីហើយអូខេឥឡូវខ្ញុំខាត់មួយអូខេអញ្ចឹងខ្ញុំដូរ compression ខ្ញុំ still keep 4K 16.9 ដែរហើយ compression កន្លែងតាក់ទងជាមួយនឹង constant bitrate ហ្នឹងខ្ញុំឆេងមក8.1ម្ដងអញ្ចឹងអាហ្នឹងវាកាន់តែ high level មួយទៀតហើយអូខេអញ្ចឹងឥឡូវយើង keep 30 frame ទៀតណាអញ្ចឹងខ្ញុំចង់ដឹងថាវា work fine អត់ខ្ញុំ record អូខេអញ្ចឹងអានេះតាក់ទងមួយ compression យើងយកមិញយើងយក12.1ឥឡូវយើងយក8.1ចាលេខនេះវាកាន់តែទូចមានន័យថា more data ដែលវា encode ចូល combine ជា footage ឲ្យយើងហ្នឹងអាហ្នឹងវាកាន់តែ detail វាកាន់តែមានព័ត៌មាននៅក្នុងហ្នឹងកាន់តែច្រើនទៅលើ data ហ្នឹងអញ្ចឹងវាទាមទារជាមួយនឹង hard disk read write ល្បឿនលឿនគួរសមដែរដើម្បីយើងអាចធ្វើការ record បានប៉ុន្តែជាទូទៅបើសិនជាយើងប្រើជាមួយនឹង memory ណាដែលវា record ទៅវា low speed វាអីហ្នឹងគឺវាបណ្ដាលធ្វើឲ្យកាមេរ៉ាយើងគាំងតែម្ដងគឺមានន័យថាយើងចុច stop record ក៏អត់កើតធ្វើអីក៏អត់កើតដែរមានន័យថា system ហ្នឹងវា freeze យកតែម្ដងអញ្ចឹងគឺតម្រូវយើងធ្វើការបិទឆៅអញ្ចឹងនៅពេលដែលយើងបិទឆៅគឺ footage ហ្នឹងវាស្មើនឹង corrupt ហើយអញ្ចឹងវាអត់យកមកប្រើការកើតទេគឺស្មើនឹងចោលហើយអូខេអញ្ចឹងឥឡូវយើង test ជាមួយនឹង 4K ដដែល compression 8.1 ណា8.1 4K 16.9 B-RAW អ្នកនរគ្នា B-RAW ហ្នឹងហើយឥឡូវវា work ធម្មតា1នាទីជាងហើយ30 frame ដដែលតោះឥឡូវយើងទៅមើលមួយ step ទៀតថា compression កាន់តែទូចជាងនឹងទៀតជាមួយទៅបែបមិនដែរអញ្ចឹងណាតែឥឡូវយើងខាត់មួយយើងឆេងមក5.1 ម្ដងអញ្ចឹង5.1ហ្នឹងគឺវាគេហៅថាគុណភាពគឺល្អមែនទែនអញ្ចឹងជាទូទៅបើសិនជាយើងអាចធ្វើគេហៅថា top green screen ឬក៏វាសម្រាប់តម្រូវ visual effect ឯងវាអាចនៅក្នុងចន្លោះ compression constant bitrate នៅក្នុងចន្លោះ5ទៅ3.1អូខេអាហ្នឹងគឺយ៉ាអូខេឥឡូវខ្ញុំតេស្ត record ម្ដងទៀតចឹងដឹងមើលថា5.1ទៅកើតឬក៏មិនកើតឥឡូវយើងទៅហើយណាចឹងដឹងថាវាបែបមិនដែរអូ5.1កាំងហើយណោះនេះ free បាត់ហើយនេះកាំងបាត់ហើយវាចេញសញ្ញាឧទានបែបនេះឃើញទេចាំមិនថាវាអាច read បានទេអា USB flash drive ហ្នឹងណាវាធ្វើឲ្យ system យើង error ហើយឃើញគេ load សញ្ញាបែបហ្នឹងគឺអាហ្នឹងគឺមានន័យថា error ហើយវាអាច record បានហើយអញ្ចឹងវាអាច record នៅក្នុងកម្រិតដែលគេហៅថា low quality ឬក៏ហៅថាកម្រិតទាបមែនទែនដែលអាច record ជាមួយនឹងគេហៅថា USB flash drive Samsung មួយនេះអូខេអញ្ចឹង confirm ថាអាចថតបានត្រឹម 4K 30 frame 12.1គឺ low មែនតើព្រោះដោយសារអី ASD នេះគឺដូចខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតគឺអត់ recommend by Blackmagic ទេអញ្ចឹងដើម្បីឲ្យប្រើប្រាស់ឲ្យត្រឹមត្រូវជាមួយនឹងកាមេរ៉ានេះសូមអ្នកនរគ្នាចូលទៅកាន់ website របស់ Blackmagic ទៅកាន់ model កាមេរ៉ាទៅហើយមើលកន្លែង storage ដែលគេ recommend ណាតើយើងគួរប្រើកម្រិតបែបណាដែលនៅក្នុង level compression ដែលយើងយក high quality មែនទែនគួរតែប្រើបែបណាអូខេអញ្ចឹងឥឡូវសន្មតថាគឺវាអាច work បានប៉ុន្តែនៅក្នុងកម្រិត level មួយដែលទាបអូខេឥឡូវវា load សញ្ញានេះអញ្ចឹង
ខ្ញុំធ្វើអីក៏អត់នេះដែរអញ្ចឹងខ្ញុំមានតែឃើញទេនៅពេលដែលខ្ញុំចុច scope ក៏វាអត់នេះដែរវាដំណើរការអញ្ចឹងវាតម្រូវយើងបិទឆៅអញ្ចឹងនៅពេលដែលយើងបិទឆៅគឺ file ហ្នឹងគឺក៏អត់ហើយយើងអាចយកមកប្រើការឯកើតទេហ្នឹងគឺកាំងឃើញទេកាំងតែវាអាចពេលខ្លះយើងអាចប្រើប្រដាប់គោយ៉ាងដែរអានេះគឺវាអូក្តៅហ្នឹងអ្នកនេះក្តៅមែនអានេះវារៀងទូចតែមិន recommend ទេអានេះអាចប្រើបានមួយទូរស័ព្ទឬក៏លក្ខណៈថា file ស្រាលណាហ្នឹងហើយអានេះគឺទំហំផ្ទុកវា 128G USB 3.1 Samsung អូខេទូចមែនទេអានេះ adapter វាទេកាលណាយើងប្រើ tab ប្រភេទពួក tab A នេះយើង connect មកណាតែប៉ុណ្្នឹងអ្នកនេះអញ្ចឹងវីដេអូនេះគឺគ្រាន់តែចង់បង្ហាញអ្នកនរប៉ុណ្ណេះសម្រាប់ការតេស្តផ្ទាល់ជាមួយនឹងកាមេរ៉ា Blackmagic P6 6K ហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងធ្វើការតេស្តជាមួយនឹងគេហៅថា copy តាមរយៈទូរស័ព្ទម្ដងអញ្ចឹងអរគុណអ្នកនរសម្រាប់ការតាមដានជាមួយវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេច Subscribe ជាមួយ YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយនឹងបច្ចេកវិទ្យាថ្មីៗក៏ដូចជាកាមេរ៉ាថ្មីៗអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ